យើងក៏លើកទៅមើលការប្រជែងអធិបុលគ្នាដែលនៅតែបន្តរវាងមហាអំណាចទាំងពីរគឺសហរដ្ឋអាមេរិកនិងប្រទេសចិនដែលគេបានមើលឃើញថាការប្រជែងគ្នារវាងចិននិងសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះគឺវាមានលើសពីការប្រជែងគ្នាផ្នែកពាណិជ្ជកម្មជុំវិញរឿងនេះយើងមានការជួបបន្ថែមពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV បាទលោករីណាជារួមតើនៅក្នុងចំណុចណាខ្លះដែលគេអាចមើលឃើញថាការប្រជែងគ្នារវាងចិននិងអាមេរិកនៅពេលនេះគឺមិនត្រឹមតែរឿងចំនួនពាណិជ្ជកម្មនោះទេនោះបាទភាពតានតឹងរវាងប្រទេសទាំងពីរនេះគឺមានការកើនឡើងខ្លាំងជាពិសេសគឺមើលឃើញក្នុងវិធានការនៃការរំឡើងពន្ធរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកលើប្រទេសចិនដែលចេះតែកើនឡើងជាបន្តបន្ទាប់ហើយការប្រើប្រាស់វោហាររវាងភាគីទាំងពីរក៏ចេះតែកើនឡើងដែរការរំឡើងពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិកលើទំនិញចិនដែលលោក Donald Trump បានប្រកាសកន្លងមកនោះត្រឹមតែ 45% ទេទៅលើមុខទំនិញចិនក៏ប៉ុន្តែនៅកាលពីសប្តាហ៍មុននេះគឺខាងសេដ្ឋវិមានបានគណនាថាមុខទំនិញខ្លះរបស់ចិនដែលនាំចូលសហរដ្ឋអាមេរិកអាចឡើងដល់245% នេះគឺជាបន្ទុកពន្ធមួយដ៏ធ្ងន់ដែលធ្វើឲ្យចិនវាយបកត្រឹមតែ 25% ទៅលើសហរដ្ឋអាមេរិកក្នុងនោះក៏ចិនមិនដកថយបានចាត់វិធានការបន្ថែមក្នុងការរឹតបន្តឹងការនាំចេញសារធាតុរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិកដែលបម្រើឲ្យវិស័យសំខាន់ដូចជាការសម្រាប់ការផលិតគេហៅថា hard drive របស់កុំព្យូទ័រនិងរហូតទៅដល់ម៉ាស៊ីនយន្តហោះជាដើមដែលជាចំណុចសំខាន់ដែលធ្វើឲ្យស្ថានភាពនេះកាន់តែតានតឹងហើយចំណុចមួយទៀតដែលគេមើលឃើញថាវានឹងកាន់តែរឹតតែធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះតានតឹងតាមរយៈការដំឡើងពន្ធឬសង្គ្រាមពាណិជ្ជកម្មនេះគឺសហរដ្ឋអាមេរិកនឹងកំណត់យកថ្លៃបន្ថែមលើនាវារបស់ចិនទាំងឡាយណាដែលចូលចតនៅកំពង់ផែសហរដ្ឋអាមេរិកដែលវិធានការនេះក្នុងការត្រួតពិនិត្យរយៈពេល180ថ្ងៃក្រោយមកនឹងអាចដំឡើងក្នុងកម្រិតណាមួយដែលរុញឲ្យស្ថានភាពភាគីទាំងពីរតានតឹងក្រសួងពាណិជ្ជក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនពីបទធ្វើឲ្យស្ថានភាពកាន់តែតានតឹងជាពិសេសគឺការរុញឲ្យសកម្មភាពយោធារបស់ខ្លួនរឹតតែតានតឹងឡើងក្នុងន័យប្រឆាំងនឹងសហរដ្ឋអាមេរិកដែលធ្វើឲ្យអ្នកវិភាគក៏ដូចជាអ្នកតាមដានស្ថានភាពថានឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងអ្វីដែលគេមើលឃើញថាវាដើរហួសពីសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរនោះទីមួយគឺក្រសួងការបរទេសសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថាកំពុងតែបង្កើនការពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយនឹងសត្រូវអាមេរិកដោយរួមទាំងការគាំទ្រដល់ប្រទេសកូរ៉េខាងជើងគាំទ្រប្រទេសរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនក្រៅពីនេះអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tammy Bruce ក៏បានបញ្ជាក់ពីរបាយការណ៍នានានៃក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណបរបស់ចិនគឺChangguang Saralai Technology Co Ltd គេថាបានជួយផ្ដល់នៅរូបភាពផ្កាយរណបដល់ក្រុមទៀមហ៊ូទីនៅក្នុងប្រទេសយេម៉ែនដើម្បីវាយប្រហារភេរវកម្មទៅលើផលប្រយោជន៍នានារបស់សហរដ្ឋអាមេរិកចំណុចនេះគឺជាចំណុចមួយដែលគេមើលឃើញថាវាជាការកើនឡើងនៃកម្ដៅមិនត្រឹមតែផ្នែកពាណិជ្ជកម្មគឺផ្នែកយោធាក៏ដូចគ្នាដែរហើយការលូកដៃរបស់សហរដ្ឋអាមេរិកជួយជ្រោមជ្រែងដល់សម្ព័ន្ធមិត្តនៅដូចជាប្រទេសហ្វីលីពីនជាដើមដែលបានធ្វើសម្ពយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដែលចាប់ផ្ដើមកាលពីថ្ងៃច័ន្ទម្សិលមិញនេះក៏ជាចំណុចដែលធ្វើឲ្យប្រទេសចិនរិះគន់និងមានការថ្កោលទោសថាធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិសុខនិងសន្តិភាពតំបន់ជាដើមនោះបាទនិយាយអំពីដំណោះស្រាយភាពតានតឹងនៅពេលបច្ចុប្បន្ននេះវិញតើជំហរចិននិងសហរដ្ឋអាមេរិកយ៉ាងណាដែរនៅពេលនេះលោករីណាបាទភាគីទាំងពីរពិតមែនថាមានការបង្កើនការដំឡើងពន្ធរិះគន់ទៅវិញទៅមកក៏ដោយរិះគន់គ្នាទៅវិញទៅមកពីការធ្វើពាណិជ្ជកម្មដើម្បីបំផ្លិចបំផ្លាញអ្នកដទៃក៏ដោយក៏ប៉ុន្តែប្រទេសចិនរយៈកាលកន្លងមកថាមួយខាងនិយាយថានឹងកំដរសហរដ្ឋអាមេរិកដល់ទីបំផុតប៉ុន្តែបានបញ្ជាក់ថាការចង់ឈ្នះចាញ់ឬក៏ការបង្កើនការដំឡើងពន្ធវាមិននាំមកនៅអ្នកឈ្នះទេមានតែអ្នកចាញ់ហើយម្យ៉ាងទៀតចិនក៏បានលើកឡើងដែរថាការដំឡើងពន្ធនេះមិនអាចដោះស្រាយបញ្ហាបានទេគឺមានតែការចូលតុចរចាដោយស្មើភាពទើបអាចដោះស្រាយបញ្ហាបានហើយចិនក៏តែងតែប្រកាសពីចំហរបស់ខ្លួនដែលថាមួយខាងនៅតែវាយបកសងសឹកត្រឡប់ទៅវិញតែមួយខាងទៀតក៏បញ្ជាក់ថា
នៅតែបើកឱកាសសម្រាប់ការចរចាដោយឡែកខាងសហរដ្ឋអាមេរិកវិញគឺលោក Donald Trump កាលពីថ្ងៃពហុសប្តាហ៍មុនលោកបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថាសហរដ្ឋអាមេរិកកំពុងតែចរចាជាមួយប្រទេសចិនលើបញ្ហាដំឡើងពន្ធនេះហើយឥឡូវនេះបាល់នៅខាងប្រទេសចិនមិនមែននៅខាងសហរដ្ឋអាមេរិកទៀតទេប៉ុន្តែយ៉ាងណាក៏ដោយខាងប្រទេសចិនមិនបានធ្វើអធិប្បាយដោយផ្ទាល់ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Donald Trump ដែលថាខាងភាគីសហរដ្ឋអាមេរិកកំពុងតែវិភាសាដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយប្រទេសចិនលើបញ្ហាដំឡើងពន្ធនេះគឺមិនមានការផ្សព្វផ្សាយពីប្រទេសចិនជាផ្លូវការទេបាទ បាទសូមអរគុណលោករីណាយើងនឹងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទ បាទអរគុណ